ភ្លើងអាចរលត់ដោយភ្លេងរលឹមហើយអស់កូនម៉ែប្រុសស្រីទាំងឡាយចូលអ្នកស្ដាប់ម្ដាយណាកូនមិនស្ងួនឥឡូវធំហើយត្រូវថែទាំខ្លួនកុំខឹងរត់ពួនដូចកូននៅក្មេងកាលកូននៅតូចកូនខឹងអាំងយំពេលនេះកូនធំកុំប្រើហិង្សាត្បិតមនុស្សសពថ្ងៃច្រើនខ្វះមេត្តាកូនទៅទីណាប្រយ័ត្នសម្ដីឯកូនស្រីម៉ែកូនកុំមាយាត្បិតប្រុសច្រើនគ្នាឆាប់មាកងាយស្រីរូបកូននៅក្មេងកុំភ័យអត់ប្តីត្បិតមនុស្សប្រុសស្រីពិតមានគូព្រេងចំណែកកូនប្រុសត្រូវខំពុះពីស្វែងរកវិជ្ជាទិនខ្លួននៅក្មេងសេពគប់បណ្ឌិតពិតឥតវង្វេងញៀនស្រាស្រីល្បែងតែងតែវិនាម៉ែរីករាយណាស់ពេលកូនសាងភ្នោះគិតថាកូនបួសរស់រៀនប្រធូម៉ែខំដាក់បាតសម្អាតមុខផ្ទះទៅវត្តសំពះស្ដាប់ធម៌ទេសនាប៉ុន្តែម៉ែត្រូវខកចិត្តពេកក្រៃនៅថ្ងៃដែលកូនលាចាកសិក្ខាម៉ែអស់សង្ឃឹមទាំងណានអរាមិននឹកស្មានថាលើកូនសឹកទេម៉ែខ្លះមិនចង់ឲ្យកូនបួសឡើយចង់ឲ្យរៀនហើយប្រឡងនឹងគេម៉ែយំរន្ធត់ពេកឃើញមាសមេបួសជាសាមណេរតែសុំច្បាប់គ្រូម៉ែចង់ឲ្យកូនសឹកចូលរៀនវិញខ្វះខាតម្ដេចម៉េងម៉ែអ្នកគិតគូព្រោះម៉ែខ្លាចកូនបួសមិនបានយូរសឹកមករកគូឥតមុខរបរកូនម៉ែរៀនឈរចំហឲ្យមឿនត្រូវសាងសន្សំតែអំពើល្អកុំដើរកន្លងចិនដានខ្នងអ្នកក្រក្រែងគេដល់កកូនត្រូវរងគ្រោះកូនត្រូវចេះរត់តាមសង្គមរឿងរ៉ាវតូចធំកុំនឹមចំនួនយកឈ្នះអ្នកទាបដោយការសង្គ្រោះយកឈ្នះអ្នកខ្ពស់ដោយការវន្ទាម៉ែចង់ឲ្យកូនឈ្នះក្រៅសង្គមបើកូនព្យាយាមឈ្នះអ្នកផងគ្នាកូនត្រូវប្រយ័ត្នគ្រប់បាត់គ្រប់ឃ្លីឆ្កែឆ្កួតពុះជាវាឥតស្គាល់ម្ចាស់កាយតែងក្រឹមគ្រាជរានឹមទៅតែគេឈ្មោះនៅដិតដាមយ៉ាងច្បាស់រទេះឡានខូចមានគ្រឿងបន្លាស់ខូចអស់គេខ្មាស់គ្មានអ្វីផ្លាស់ឡើយពេលអត់ពីម៉ែត្រូវថែបងប្អូនម៉ែសង្ឃឹមកូនជូនប្អូនដល់ត្រើយបើកូនយល់ជាតិញាតពិតធូរស្បើយកូនធ្វើតាមហើយម៉ែអត់អ្វីផ្ទេមសូមកូនមាសម្ដាយរំសាយហិង្សាចេះផ្សាយមេត្តាដោយស្នាមញញឹមភ្លើងអាចរលត់ដោយភ្លេងរលឹមកូនជាទីសង្ឃឹមនៃជីវិតម៉ែសូមអនុមោទនា